តើពាក្យដូនយន់ឬដូនហ្វាន់សំដៅលើអ្វីខ្ញុំសូមធ្វើកិច្ចកិច្ចចំពោះលោកស្រីខ្ញុំឈ្មោះស៊ីសវ័តតារាវងศ์ខ្ញុំម្ចាស់មុននឹងជួបទ្រង់បានស្គាល់ព្រះនាមច្បាស់ណាស់ថាល្បីល្បាញខាងដូនយន់បើលោកស្រីថាខ្ញុំជាដូនហ្វាន់តើលោកស្រីហ៊ានទៅរំជាមួយខ្ញុំទេពាក្យដូនយន់ឬដូនហ្វាន់ជាកម្ចីភាសាដែលចាស់ទុំខ្មែរក្នុងសម័យសង្គមរាស្ត្រនិយមយកមកនិយាយលេងផ្ដោះផ្ដងគ្នាតាមបែបកំសាន្តភាសាមានអត្ថន័យប្រែដូចគ្នាដោយគ្រាន់តែការលើកដាក់បញ្ចេញសម្លេងខុសគ្នាពាក្យទាំងពីរនេះមានដើមកំណើតចេញអំពីអក្សរសិល្ប៍និងវប្បធម៌បុរាណអេស្ប៉ាញបើកាលណាគេបញ្ចេញសម្លេងថាដូនយន់ពិតណាស់នោះគឺជាការបញ្ចេញសម្លេងតាមបែបអង់គ្លេសឬបារាំងចំណែកឯពាក្យដូនហ្វាន់វិញនោះគឺជាការបញ្ចេញសម្លេងតាមបែបអេស្ប៉ាញពាក្យដូនសំដៅលើពាក្យលោកឬឯកឧត្តមរីឯពាក្យជន់ឬហ្វាន់គឺជាឈ្មោះរបស់បុរសម្នាក់នៅក្នុងអក្សរសិល្ប៍អេស្ប៉ាញបុរាណនាសតវត្សទី17ដូនហ្វាន់គឺជាឈ្មោះរបស់តួអង្គក្នុងរឿងព្រេងនិទានដ៏ល្បីល្បាញម្នាក់ដែលជាបុរសមានទ្រព្យសម្បត្តិច្រើននិងជាមនុស្សដែលពូកែខាងលួងលោមបញ្ឆោតចិត្តមនុស្សស្រីឬមានស្រីញីច្រើនតួអង្គនេះត្រូវបានបង្កើតឡើងដំបូងដោយអ្នកនិពន្ធជនជាតិអេស្ប៉ាញម្នាក់មានឈ្មោះថា Teresa de Molina ក្នុងឆ្នាំ1630តាមរយៈរឿងភាគដែលមានចំណងជើងថាកំពូលអ្នកបោកបញ្ឆោតនៅក្រុងសេវីយ៉ានិងភ្ញៀវថ្មដោយសារតែគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធដែលបានបង្កើតរូបភាពនិងអត្តចរិតរបស់តួអង្គនេះឡើងទើបធ្វើឲ្យរឿងនេះមានភាពល្បីល្បាញជាសកលក្រោយមកពាក្យដូនយន់ឬដូនហ្វាន់បានក្លាយជាពាក្យដ៏ពេញនិយមសម្រាប់ហៅសំដៅដល់ក្រុមបុរសទាំងឡាយណាដែលមានចិត្តគំនិតជាព្រះនារីសូមខមមិនខាងក្រោមវីដេអូប្រសិនបើអស់លោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់ចង់ដឹងអំពីសោកនាដកម្មនៃជីវិតចុងក្រោយរបស់កំឡោះដូនហ្វាន់និងរូបចម្លាក់ថ្មសូមអរគុណសូមគោរពលា